នេះគឺជាប្រាសាទព្រៃគុកនៅខេត្តកំពង់ធំចឹងនាំគ្នាបុកមកណាដែរចឹងមិនស្គាល់អូខ្ញុំធ្លាប់ដើរច្រើនណាតាមប្រាសាទខាងលើខាងស្យងខាងអីនោះក្បាលឡានមួយ 3000 ថោកជាងទៅប៉ៃលិនបងប៉ៃលិនណាកន្លែងឡើងកន្លែងទៅទឹកជ្រោះភ្នំទឹកខៀវទឹកធ្លាក់ភ្នំខៀវនោះ 10000 ហ្នឹងកាលខ្ញុំជាកូនឡានបងអូយអូនមកបាច់ទេថតបានថតណាមនុស្សដល់គាត់ថតនេះហើយគឺថារកមកមិនជឿថ្ងៃតាមមួយបានសុបាយមានស្មានជឿណាបើមើលវីដេអូមានអីវាចង់រកធម្មតាសាយហ្នឹងឯងមិនចឹងដឹងអីវានិយាយដល់មកនិយាយក៏សួរពងរកលេខទូរស័ព្ទខ្ញុំមកថាទៅបនឯណាចាំប្រាប់ទេប្រាប់គាត់ផងគាត់ថាចាំមើលទៅតន់អត់គាត់ស្គាល់ខ្ញុំច្បាស់ណាខ្ញុំភ្លេចមុខគាត់បើឯងមើលគឺមកកាត់កញ្ចក់ថា